អ្នកនាំពាក្យក្រសួងព័ត៌មានលោកទេពអស្នារិទ្ធបានធ្វើការជំរុញដល់ក្រមមន្ត្រីព័ត៌មានត្រូវធ្វើសកម្មភាពឲ្យបានខ្លាំងក្លាថែមទៀតតាមរយៈធ្វើការផ្សព្វផ្សាយបញ្ជ្រាបអំពីគ្រោះថ្នាក់នៃព័ត៌មានคล้ายៗនៅតាមបណ្ដាសាលារៀនសហគមន៍និងដល់មូលដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋធ្វើយ៉ាងណាឲ្យបងប្អូនប្រជាពលរដ្ឋជាពិសេសយុវវ័យដើម្បីឲ្យមានការយល់ដឹងកាន់តែច្បាស់លាស់ពីគ្រោះថ្នាក់នៃព័ត៌មានคล้ายៗថ្លែងនៅក្នុងឱកាសចូលរួមកិច្ចប្រជុំតម្រង់ទិសការងារព័ត៌មាននិងសាធារណរដ្ឋនិងការអនុវត្តយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានคล้ายៗដល់មន្ត្រីនៃមន្ទីរព័ត៌មានខេត្តតាកែវនៅថ្ងៃសុក្រទី10 ខែឧសភាឆ្នាំ2025អ្នកនាំពាក្យក្រសួងព័ត៌មានបានថ្លែងថាគិតត្រឹមត្រីមាសទី1ឆ្នាំ2025ក្រសួងព័ត៌មានតាមរយៈគណៈកម្មការប្រឆាំងព័ត៌មានคล้ายៗរបស់ខ្លួនបានកត់ត្រាព័ត៌មានคล้ายៗចំនួន884ករណីលោកបានបន្តថាក្នុងឆ្នាំ2024ព័ត៌មានคล้ายៗមានការកើនឡើងរហូតដល់ 14% បើធៀបនឹងឆ្នាំ2023ការកើនឡើងនៃព័ត៌មានคล้ายៗស្របពេលដែលការប្រើប្រាស់តាមបណ្ដាញសង្គម Facebook TikTok Telegram Instagram ជាពិសេសការប្រើបច្ចេកវិទ្យាទំនើបនិងបញ្ញាសិប្បនិម្មិតមានសន្ទុះកើនឡើងកាន់តែខ្លាំងឡើងនៅក្នុងប្រទេសកម្ពុជាដូច្នេះដើម្បីទប់ស្កាត់ព័ត៌មានคล้ายៗកុំឲ្យបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋដល់សង្គមជាពិសេសដល់យុវវ័យដែលកម្ពុជាយើងមានយុវវ័យចំនួនប្រមាណ 66% នៃចំនួនប្រជាជនសរុបយើងទាំងអស់គ្នាត្រូវចុះទៅផ្សព្វផ្សាយដោយផ្ទាល់ដល់សិស្សានុសិស្សតាមសាលារៀនតាមសហគមន៍និងនៅតាមភូមិឃុំបងប្អូនប្រជាពលរដ្ឋរស់នៅបើតាមលោកទេពអស្នារិទ្ធដើម្បីបន្សាបព័ត៌មានคล้ายៗមន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវធ្វើសកម្មភាពឲ្យបានខ្លាំងក្លាតាមរយៈលើកកម្ពស់ការផ្សព្វផ្សាយតែព័ត៌មានពិតមានក្រមសីលធម៌វិជ្ជាជីវៈមានប្រភពព័ត៌មានច្បាស់លាស់មានភាពត្រឹមត្រូវអាចទុកចិត្តបានជាពិសេសតាមរយៈការជំរុញការចូលរួមទប់ស្កាត់និងបញ្ចប់ចរាចរណ៍ព័ត៌មានคล้ายៗពីសំណាក់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គមអ្នកសារព័ត៌មាននិងពលរដ្ឋគ្រប់មជ្ឈដ្ឋានដែលជាអ្នកប្រើប្រាស់បណ្ដាញសង្គមក្រសួងព័ត៌មានបានដាក់ចេញនិងកំពុងដឹកនាំការអនុវត្តយុទ្ធនាការប្រឆាំងព័ត៌មានคล้ายៗក្រោមទីស្លោកនិយាយថាទេចំពោះព័ត៌មានคล้ายៗ Say No to Fake News ដោយយុទ្ធនាការនេះកំពុងត្រូវបានអនុវត្តនៅទូទាំងប្រទេសសម្រាប់រយៈពេល12ខែគឺចាប់ផ្ដើមពីថ្ងៃទី1ខែមេសារហូតដល់ថ្ងៃទី31ខែមីនាឆ្នាំ2026អ្នកចូលរួមអនុវត្តយុទ្ធនាការនេះគឺអ្នកប្រើប្រាស់អ្នកបង្កើតមាតិកាអ្នកសារព័ត៌មាននិងប្រជាពលរដ្ឋទាំងអស់គ្រប់មជ្ឈដ្ឋានបច្ចុប្បន្នសកម្មភាពនៃការអនុវត្តយុទ្ធនាការកំពុងប្រព្រឹត្តទៅដោយមានមន្ទីរព័ត៌មានរាជធានីខេត្តជាអ្នករៀបចំព្រមទាំងមានការចូលរួមពីស្ថាប័ននិងអង្គភាពពាក់ព័ន្ធទាំងអស់ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងសាធារណៈអំពីគ្រោះថ្នាក់នៃព័ត៌មានคล้ายៗដើម្បីទប់ស្កាត់និងឈានទៅលុបបំបាត់ព័ត៌មានคล้ายៗទាំងនេះចេញពីលំហព័ត៌មានក្នុងសង្គម